ញោមជួបរឿងសោកសៅញោមនេះក៏វាដំបើតែរបស់ញោមជួបរឿងសោកសៅទ្រង់ញោមនេះក៏វាដំបើទេញោមតូចសម្បូរអ្នកឈ្លានពានលើកនេះលើកទី3ញោមនេះមិននៅស្ងៀមគឺវាសាសំណោះគឺវាសាអាឡ័យវាម៉ែលពុកចូលមករស់ក្នុងព្រៃមានប្រជាជនចេញទៅសាងឆ្ងាយជួបតែសបាយលើលេងសបាយអូអូដៃញោមទាំងពីរសាក់កដោលាម៉ែទៅឆ្ងាយដើម្បីការពារនគរកូនហើយកុំយំពុកទៅធ្វើទៅនំពេលណាបានសុខចាំយើងនេះជួបជុំពេលណាបានសុខចាំយើងនេះជួបជុំពេលណាបានសុខចាំយើងនេះជួបជុំគ្មានការជួបជុំណាថាมันបែកបាក់ពេលនេះពុកទៅហើយកូនហើយកុំយំលាម៉ែលាបងលាបងដើម្បីទៅនៅជំរំពេលនេះខ្ញុំចេញទៅប្រយុទ្ធយកស្នាដៃឲ្យខ្ពស់បំផុតយកស្នាដៃឲ្យខ្ពស់បំផុតនេះជាសំឡេងក្មេងចេញពីនគរក៏យើងងើបឈរងើបតងើបយោងើបបៃបកពួកស្ត្រីណាចង់ចូលរឿងតូចចិត្តធំហ៊ានទស្សមរភូមិទៅតាមជាមួយនឹងសៀនដែលឈ្លានពានប្រទេសខ្ញុំព្រោះតែសន្តិភាពឥឡូវបែរមកជាសង្គ្រាមដោយសារអ្នកណាដោយសារចៅសៀនឈ្លានពានតកូនតចៅអើប្រទេសខ្ញុំអើយពេលណាទើបអ្នកបានសុខពេលណាទើបអ្នកបានសុខសំឡេងលោកយាយម្នាក់គាត់បាននិយាយថាពីក្មេងយាយរត់ហត់ហើយហេតុអ្វីយាយជួបម្ដងទៀតហើយចា